លោមឲ្យចិត្តធូរស្រាលនិងមានក្តីសុខយ៉ាងចម្លែកផងដែរសម្រាប់បងប្អូនដែលចូលចិត្តទេសភាពបែបស្ងប់ស្ងាត់និងមានអារម្មណ៍ថាធុញថប់បងប្អូនអាចមកលេងនៅតំបន់តាវើនបានមកមើលថ្ងៃលិចនិងស្រូបយកខ្យល់អាកាសបែបធម្មជាតិបូករួមជាមួយនឹងវាស្រែវាស្រូវដែលកសិករកំពុងតែច្រូតកាត់និងមិនទាន់ច្រូតកាត់ផងដែរហើយបន្ទាប់មកចូលដល់ម៉ោង6ល្ងាចថ្ងៃក៏ចាប់ផ្ដើមលិចបាត់នៅសល់តែពន្លឺពណ៌មាសចាំងភ្លឺភ្លេចពាសពេញមេឃឃើញហើយគួរឲ្យរំភើបស្ទើរតែមិនអាចបំភ្លេចបាននៃទិដ្ឋភាពមួយនេះផងដែរជាចុងក្រោយក៏សូមអរគុណដល់បងប្អូនដែលបានចូលរួមទស្សនានិងស្ដាប់នៅសាច់រឿងខ្លីៗនៃសម្រស់ធម្មជាតិជាមួយខ្ញុំសូមឲ្យពន្លឺថ្ងៃលិចដ៏ស្រស់ស្អាតមួយនេះនាំយកនៅក្តីសង្ឃឹមសម្រាប់ថ្ងៃស្អែកដល់បងប្អូនទាំងអស់គ្នាផងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ